ជំរាបសួរនៃខ្ញុំឈ្មោះ ឈិតលីកាមកពីថ្នាក់ទី 12 នៃវិទ្យាល័យអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំកើតនៅភូមិកណ្ដាលភូមិព្រៃលំដែងស្រុកនេសាទខេត្តព្រៃវែងឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរប៉ារត់ម៉ូតូដុកម្ដាយជាកម្មការនិយមបច្ចុប្បន្នខ្ញុំរស់នៅភូមិរស័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញខ្ញុំមានបងប្អូន2នាក់ហើយខ្ញុំជាកូនបងជីវភាពបច្ចុប្បន្នគ្រួសាររៀងលំបាកព្រោះដោយសារប៉ាខ្ញុំគាត់ទៅធ្វើការនៅស្រុកគេហើយគាត់ក៏ធ្លាក់ខ្លួនឈឺមករស់នៅផ្ទះហើយចឹងអត់មានណាគេអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានពេលហ្នឹងម៉ាក់របស់ខ្ញុំម៉ាក់អត់មានធ្វើការអីគាត់គ្រាន់តែធ្វើស្រែតិចតួចពេលស្រូវទុំអញ្ចឹងគាត់យកស្រូវទៅលក់មុននឹងចូលរៀននៅអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំបានចូលរៀននៅសាលារដ្ឋជិតផ្ទះមុននឹងខ្ញុំចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋហ្នឹងព្រោះដោយសារប៉ារបស់ខ្ញុំបានឮអូនខ្ញុំគាត់ប្រាប់ឲ្យមករៀននៅហ្នឹងដោយគាត់និយាយថាសាលាបានរើសក្មេងៗដែលអត់មានជីវភាពគ្រប់គ្រាន់ដើម្បីរៀននៅសាលារដ្ឋឬក៏រៀនគួរនៅក្រៅហ្នឹងឲ្យមករៀននៅហ្នឹងបានព្រោះដោយសារគាត់លើថានៅហ្នឹងរៀនមួយថ្ងៃពេញមិនបាច់ចាំយើងទៅរៀនគួរនៅណាផ្សេងពេលខ្ញុំចូលរៀននៅអង្គការដំបូងខ្ញុំមានអារម្មណ៍ថាខ្លាចអត់ហ៊ាននិយាយចូលគេហើយដល់ពេលរៀនបានយូរខ្ញុំក៏ស្គាល់គេខ្ញុំក៏ហ៊ាននិយាយចូលគេហើយក៏មានភាពក្លាហានជាងមុនសាលាបានផ្ដល់ជាសម្ភារៈសិក្សារៀនសូត្រឲ្យដូចជាខោអាវសៀវភៅនិងប៊ិចជាដើមសាលាមានម៉ោងខ្មែរអង់គ្លេសដូចជាគ្រឿងអេឡិចត្រូនិកកុំព្យូទ័រអីជាដើមនៅពេលបានចូលរៀននៅអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងពីមនុស្សដែលខ្វះភាពក្លាហានមកជាមនុស្សដែលក្លាហានគ្រាន់បើហើយពីមនុស្សដែលអត់ចេះអីសោះមកជាមនុស្សដែលរៀនគ្រាន់បើគេនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាគណនេយ្យករនិងគ្រូបរិញ្ញាបត្រព្រោះដោយសារខ្ញុំឃើញគ្រួសារខ្ញុំពិបាកហើយខ្ញុំចង់រកប្រាក់ចំណូលក្រៅយកមកជួយផ្គត់ផ្គង់គ្រួសារទីចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានព្យាយាមបង្រៀនពួកនាងខ្ញុំឲ្យក្លាយជាកូនល្អសិស្សល្អពលរដ្ឋល្អនៅក្នុងសង្គមហើយក៏សូមអរគុណដល់អ្នកឧបត្ថម្ភសាលាដែលបានឧបត្ថម្ភឲ្យរូបនាងខ្ញុំហ្នឹងមករៀនរហូតដល់បច្ចុប្បន្នជាពិសេសសូមអរគុណដល់ម៉ាក់មានដែលជាស្ថាបនិកសាលាដែលខិតខំបង្កើតសាលាឲ្យបន្តរហូតមកដល់បច្ចុប្បន្នសូមអរគុណ